យើងស្ដាប់បង្គាប់ព្រះយើងស្រឡាញ់ព្រះយើងទុកចិត្តព្រះគ្រប់អ្វីៗទាំងអស់យើងនឹងមានដោយសារព្រះបាទមិនមែនយើងមានដោយសារណានាម្នាក់ឬក៏មានដោយសារអរិយទេចា៎ណាបាទអញ្ចឹងហើយយើងស្ដាប់បង្គាប់មើលអរិយនៅពេលដែលមានឱកាសវាតែងតែមកលបួងហើយដូចគ្នាបើសិនជាវាមានឱកាសសម្រាប់លោកយាយសម្រាប់បងសម្រាប់កូនកូនវានឹងមកលបួងហើយលបួងទី1កំហឹងលបួងទី2ការមិនទុកចិត្តលើព្រះលបួងទី3ភាពលុបលុនលបួងទី4ភាពដែលមិននឹងណនឹងក្តីជំនឿលបួងទី5គឺឲ្យយើងប្រាប់ស្រាលនឹងរបស់លោកីបួងទៀតបាទចាលបួងមួយទៀតកាបៀតបៀនយើងគ្រាន់តែបៀតបៀនតិចយើងចេញឆ្ងាយពីព្រះអង្គគ្រាន់តែយើងមានបញ្ហាអ្វីមួយយើងបាក់ទឹកចិត្តហើយយើងអត់អធិដ្ឋានទៅព្រះអាហ្នឹងហើយជាការមួយដែលយើងជួបនៃសេចក្តីការបៀតបៀនទាំងអស់ហ្នឹងប៉ុន្តែយើងត្រូវតែស្រឡាញ់ព្រះទុកចិត្តលើព្រះតើនេះយាយបាទមើលលោកយាយដូចគ្នាត្រូវតែស្រឡាញ់ព្រះអញ្ចឹងលោកគ្រូបានចែកចាយអស់ហើយខ្ញុំអត់មានទៅចែកចាយទេប៉ុន្តែខ្ញុំមានខ្ញុំស្រឡាញ់ព្រះកាលពីមុនខ្ញុំឃើញបាទស្រឡាញ់ព្រះដល់ស្រុកណាបាទហ្នឹងហើយស្រឡាញ់ទុកចិត្តដើរតាមណាកុំឲ្យចាញ់សេរីលបួងហើយគ្រប់ត្រនៃការបៀតបៀនណាអញ្ចឹងលោកគ្រូអត់មានអីលោកគ្រូចែកចាយឲ្យខ្ញុំអត់មានចែកចាយទៀតទេព្រោះបញ្ញាប៉ុន្តែខ្ញុំមានជាខិត្តប័ណ្ណមួយដែលគេបានដាក់ចំណងជើងថាគោលដៅនៃជីវិតនិងក្តីសង្ឃឹមគោលដៅនៃជីវិតនិងក្តីសង្ឃឹមគឺចង់សំដៅលើអីពាក្យថាគោលដៅគឺយើងកំណត់គោលដៅពាក្យថាគោលដៅនៃជីវិតគឺយើងកំណត់គោលដៅនៃជីវិតរបស់ខ្លួនឯងតើគោលដៅនៃជីវិតរបស់ខ្លួនឯងតើយើងឲ្យអ្នកណាជាអ្នកដែលដឹកនាំជីវិតរបស់យើងនេះតើយើងត្រូវរកអ្នកណាហើយក្តីសង្ឃឹមគឺយើងសង្ឃឹមលើអ្នកណាតើសង្ឃឹមលើមនុស្សសង្ឃឹមលើអរិយឬក៏សង្ឃឹមលើទ្រព្យសម្បត្តិណាអញ្ចឹងចម្លើយមានពីព្រោះយើងនៅលើផែនដីនេះបាទព្រោះយើងនៅលើផែនដីនេះយើងអត់អាចសង្ឃឹមអ្វីបានទេពីព្រោះនៅលើផែនដីនេះពេញដោយការឈឺចាប់ពេញដោយការខូចចិត្តពេញដោយភាពដែលខ្មាស់អៀននិងថប់បារម្ភជាច្រើនមែនទេនៅលើផែនដីហ្នឹងមែនទេប៉ុន្តែដើម្បីឲ្យយើងរួចផុតពីសេចក្តីអស់ហ្នឹងគឺយើងត្រូវតែកំណត់គោលដៅនៃជីវិតទីទៀតខ្ញុំចែកទៅយកមើលណាយើងត្រូវកំណត់គោលដៅនៃជីវិតតើគោលដៅនៃជីវិតរបស់យើងធ្វើបែបម៉េចគោលដៅនៃជីវិតរបស់យើងត្រូវតែស្វែងរកព្រះយើងត្រូវដើរតាមព្រះយើងត្រូវតែទុកចិត្តលើព្រះយើងត្រូវស្រឡាញ់ព្រះហើយសេចក្តីសង្ឃឹមគឺយើងជឿសង្ឃឹមនឹងទុកចិត្តថាមានតែព្រះយេស៊ូវតែមួយគត់ដែលអាចជួយយើងបានគឺគ្មានអ្វីក្រៅពីសេចក្តីសង្ឃឹមលើព្រះយេស៊ូវទេមែនបាទអញ្ចឹងហើយបាននៅក្នុងបទគម្ពីរព្រះគម្ពីរអេភេសូចំពុក2បាទដែលព្រះអង្គបានចែងឲ្យថាបើសិនជាយើងមិនបានជឿទុកចិត្តលើព្រះមិនមានសេចក្តីសង្ឃឹមលើព្រះប្រៀបបានដូចជាយើងនឹងនៅឆ្ងាយពីព្រះយើង